ជំរាបសួរបាទថ្ងៃនេះមានឆាគ្រឿងសមុទ្រមឹកនិងក្តាមថ្មបាទឥឡូវចាប់ផ្ដើមបកមកហើយពងថ្លៃគេបកដាក់នឹងកញ្ច្រៃហើយក៏ប្រពន្ធក៏គាត់ទៅបកក្តាមដល់មានតែពីរមុខហ្នឹងឯងមានតែក្តាមហើយនិងមឹកហ្នឹងឯងឥឡូវក៏ពុកគេលាងក្តាមលាងខ្លាញ់ក្តាមឲ្យវាស្អាតសិនទៅแล้วก็ចាប់ផ្ដើមឆាមកកាត់ឆាឃើញមកអត់តកាត់ឆាហើយហើយចាប់ផ្ដើមឆាលាយចូលគ្រឿងដាក់សពគ្រប់បែបអាហារហើយដាក់ដោះគោឆៅដាក់អីចឹងទៅណាហើយចាប់ផ្ដើមដាក់ម្ទេសហើយក៏ឆាកូរទៅកូរមកឲ្យវាដាច់ទឹកវាសិនទឹកតិចឲ្យម្ទេសវារៀងឆ្អិនតិចបានយើងឲ្យដាក់ស្លឹកជីចុងក្រោយអញ្ចឹងណាបងប្អូនឥឡូវនេះវាអត់តាន់ចិនម្ទេសទេចាប់ដើមតិចទៅเราก็ថែមទឹកបន្តិចឲ្យចិនម្ទេសសិនព្រោះវារៀងគោកបន្តិចអញ្ចឹងណាបាទហើយក៏ចាប់ដើមទុកចោលវាសន្ទុះទៅតែជា2នាទី3នាទីទេដល់តែម្ទេសវាឆ្អិនហើយเราก็ចាប់ដើមដាក់ស្លឹកជីចុងក្រោយទៀតបានហូបហើយព្រោះយើងដាក់ជីនេះគឺជាដាក់ចុងក្រោយហើយមានដាក់អីថែមទៀតទេព្រោះគ្រឿងយើងមានតែប៉ុណ្្នឹងហើយមានតែក្តាមបង្គាគ្រឿងក្រៅអីចឹងណាហើយនឹងម្ទេសហើយនឹងស្លឹកជីពេលបំពងហ្នឹងเราចាប់ដើមដុសហើយនេះចាប់ដើមហូបជុំគ្នាជាមួយបោកចំណាអីចឹងណាជាមួយបងប្អូនថ្លៃហ្នឹងហើយ